บทวิភាគបំភ្លឺតបទៅនឹងមតិរិះគន់យ៉ាងខ្លាំងក្លាពីក្រុមអ្នកគាំទ្រមួយចំនួននៅក្នុងនិងក្រៅប្រទេសលោកសំរងស៊ីប្រធានគណៈបកសង្គ្រោះជាតិបានប្រកាសតាមបណ្ដាញសង្គម Facebook និងវិទ្យុសម្លេងសហរដ្ឋអាមេរិក VOA កាលពីពេលថ្មីៗកន្លងមកនេះបានឲ្យដឹងថាអ្នកតំណាងរាស្ត្រទាំង55រូបនៃគណៈបកសង្គ្រោះជាតិគ្រោងនឹងចូលទៅក្នុងសភាមែនក៏ប៉ុន្តែទៅធ្វើការតស៊ូមតិតាមផ្លូវច្បាប់ដូចជាប្រឆាំងធ្វើវិសោធនកម្មច្បាប់ថ្មីៗទាំងអស់ដែលស្ថាប័នកម្ពុជារបស់រដ្ឋបានអនុម័តជាបន្តបន្ទាប់កន្លងមកនេះក្រោមអំណាចរបស់រដ្ឋាភិបាលឯកបកលោកហ៊ុនសែនចាសួរថាតើសមាជិកសភាទាំងអស់នៃគណៈបកសង្គ្រោះជាតិត្រូវធ្វើអ្វីខ្លះជាដំបូងចំពោះមុខបន្ទាប់ពីស្បត់ចូលកាន់តំណែងនៅក្នុងសភានាពេលដ៏ខ្លីខាងមុខនេះដើម្បីកុំឲ្យម្ចាស់ឆ្នោតលោកខកចិត្តចាដើម្បីជ្រាបចម្លើយពិស្ដារចាសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់បទអត្ថាធិប្បាយរបស់លោកសេងសុភ័ណ្ឌអ្នកវិភាគឯកក្រិចមួយរូបនៅប្រទេសកាណាដាចាមានខ្លឹមសារពិស្ដារដូចតទៅនេះកាលពីថ្ងៃទី22ខែកក្កដាឆ្នាំ2014ក្រោមការដឹកនាំថ្នាក់ជាន់ខ្ពស់របស់គណៈបកសង្គ្រោះជាតិដោយមានលោកសំរងស៊ីជាអ្នកដឹកនាំនិងថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាដោយមានលោកហ៊ុនសែនជាអ្នកដឹកនាំបានព្រមព្រៀងគ្នា7ចំណុចដើម្បីរៀបចំមានការប្រជុំសភាលើកដំបូងក្រោយពីការជួបគៀងនយោបាយអស់រយៈពេលជិត1ឆ្នាំកន្លងមកនេះយើងសង្កេតឃើញថាកលៈទេសៈនៃការប្រជុំនេះគឺពិតណាស់ស្ថិតនៅក្រោមគំនាបនៃការគៀបសង្កត់របស់គណៈបកប្រជាជនដូចជាមានការចាប់ឃុំតំណាងរាស្ត្រជាប់ស្នោតរបស់គណៈបកសង្គ្រោះជាតិទាំង7រូបព្រមទាំងសកម្មជនយុវជនម្នាក់ទៀតដាក់គុកព្រៃសរដោយគ្មានការកាត់ទោសត្រឹមត្រូវតាមច្បាប់មានការចាត់ប្រកាន់រហូតដល់ថ្នាក់បទអក្រិតនិងការបំបែករដ្ឋជាដើមទី2យើងឃើញថាក្រោយពីការចរចាហើយគណៈបកប្រជាជនក៏នៅតែគម្រាមមិនបើកទីលានប្រជាធិបតេយ្យហើយទី3នឹងមិនទាន់ផ្ដល់ប្រាក់បៀវត្សដល់តំណាងរាស្ត្រគណៈបកសង្គ្រោះជាតិឡើយដរាបណាពួកគេមិនចូលប្រជុំសភាឲ្យបានពេញលេញកត្តានេះគឺជាកត្តាគៀបសង្កត់ជាកត្តាឈ្នះមួយរបស់គណៈបកប្រជាជនដែលយើងទាំងអស់គ្នាបានយល់ប៉ុន្តែយ៉ាងណាក៏ដោយគណៈបកសង្គ្រោះជាតិក៏មានជំរើសមួយផ្សេងទៀតក្រៅពីការគៀបសង្កត់យើងក៏ទទួលយកបាននូវការគាំទ្រពីប្រជាពលរដ្ឋហើយនឹងបន្តគាំទ្រទៅទៀតក្រោមការដឹកនាំរបស់លោកសំរងស៊ីដែលគាត់ជាអ្នកប្រកាសនិយមព្រោះថាការចូលសភាពេលនេះគឺខុសពីការចូលសភាកន្លងមកនៃប្រវត្តិនយោបាយរបស់កម្ពុជាយើងក្រោយពីការបោះឆ្នោតដែលធានាដោយអង្គការសហប្រជាជាតិនៅឆ្នាំ1993ហេតុអ្វីបានជាខ្ញុំថាដូច្នេះព្រោះពេលនេះតំណាងរាស្ត្រទាំង55រូបរបស់គណៈបក្សសង្គ្រោះជាតិគឺមានកម្លាំងគ្រប់គ្រាន់ក្នុងការបញ្ចេញសម្លេងនៅក្នុងរដ្ឋាភិបាលមានសម្លេងគ្រប់គ្រាន់អាចហៅថ្នាក់ដឹកនាំក្រសួងមួយណាដែលធ្វើខុសរំលោភច្បាប់ដើម្បីសាកសួរដេញដោលព្រមទាំងអាចហៅនាយករដ្ឋមន្ត្រីដើម្បីមកសាកសួរនៅចំណុចខុសឆ្គងក្នុងការអនុវត្តក្នុងការបម្រើប្រទេសជាតិនៅពេលខាងមុខនេះជាចំណុចមួយដែលគណៈបក្សសង្គ្រោះជាតិត្រូវតែជាឱកាសពេលនេះដើម្បីពង្រឹងនិងពង្រីកនៅថ្វីដៃរបស់ខ្លួនដោយដែលខ្លួនទ្របបានសន្យាកន្លងមកសូមបញ្ជាក់ថានៅពេលដែលមានការចរចាហើយសន្យាថានឹងចូលសភានេះគឺយើងមិនទាន់បានចូលនៅឡើយទេបញ្ហាបើយើងចូលគឺយើងមានឱកាសអាចដឹកនាំប្រទេសជាតិនិងអាចធ្វើឲ្យនយោបាយទាំង7ចំណុចដែលយើងបានសន្យាជាមួយប្រជាជនជាមួយម្ចាស់ឆ្នោតកន្លងមកអាចបដិបត្តិទៅបានដូច្នេះនៅពេលដែលមានបងប្អូនមួយចំនួនមិនយល់ហើយក៏មិនគាំទ្រចំពោះការចូលសភានេះសូមឲ្យថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិឈរទៅលើតថភាពជាក់ស្ដែងភាពប្រកបនិយមហើយបញ្យល់បងប្អូនអំពីនយោបាយទាំង7ចំណុចមានដូចជាចំណុចទី1ចាស់ពីអាយុ65ឆ្នាំឡើងទៅទទួលបាន 40,000 រៀលក្នុងមួយខែទី2កម្មករទទួលបានប្រាក់ខែទាបបំផុត 60,000 រៀលក្នុងមួយខែទី3មន្ត្រីរាជការទទួលបានប្រាក់ខែទាបបំផុត 1 លានរៀលក្នុងមួយខែទី4កសិករទទួលបានការធានាតម្លៃកសិផលស្រូវទាបបំផុតគឺ 1,000 រៀលក្នុង1គីឡូក្រាមទី5ប្រជាពលរដ្ឋក្រីក្រទទួលបានការព្យាបាលជំងឺដោយឥតគិតយកប្រាក់ទី6យុវជនទទួលបានឱកាសដូចគ្នាក្នុងការអប់រំនិងការងារធ្វើត្រឹមត្រូវទី7បញ្ចុះតម្លៃប្រេងជីកសិកម្មអគ្គិសនីនិងបញ្ចុះអត្រាការប្រាក់ជាដើម
នយោបាយទាំង7ចំណុចនេះហើយដែលគណៈបកសង្គ្រោះជាតិបានលេចធ្លោឡើងទទួលការគាំទ្រពីបងប្អូនខ្មែរយើងទាំងអស់ដូច្នេះការចូលទៅសភាលើកនេះគឺដើម្បីជំរុញនយោបាយទាំង7ចំណុចនេះឲ្យបានជោគជ័យហើយយ៉ាងទៀតការពង្រឹងច្បាប់ជាពិសេសគឺប្រព័ន្ធតុលាការដែលជានិច្ចកាលប្រព័ន្ធតុលាការនេះត្រូវបានប្រើប្រាស់ដើម្បីគៀបសង្កត់សម្លុតគម្រាមកំហែងដល់ប្រជាជនស្លូតត្រង់ក៏ដូចជាថ្នាក់ដឹកនាំនយោបាយតាំងពីអតីតរហូតមកដល់បច្ចុប្បន្នដោយដែលយើងឃើញថ្មីនេះគឺការចាប់ដាក់គុកព្រៃសរនៅសកម្មជនទាំង8រូបដោយអយុត្តិធម៌បញ្ហាមួយធំទៀតគឺអន្តរវេសខុសច្បាប់ដែលតំណាងរាស្ត្រទាំង55របស់គណៈបក្សសង្គ្រោះជាតិត្រូវតែពង្រឹងសាច់ដុំដើម្បីធ្វើកិច្ចការក្នុងសភាក្នុងការតាក់តែងច្បាប់ក្នុងការកែប្រែច្បាប់ដែលមានហើយមិនសមស្របក៏ដូចជាការតាក់តែងច្បាប់ថ្មីដើម្បីបម្រើប្រយោជន៍ជាតិរបស់កម្ពុជាទាំងមូលអ្វីដែលជាអវិជ្ជមានហើយត្រូវតែដោះស្រាយជាបន្ទាន់ព្រោះដំណាក់កាលនេះគឺក្នុងដំណាក់កាលមិនទាន់ចូលសភាស្បត់កាន់តំណែងនៅឡើយហើយគណៈបកប្រជាជនក៏ដូចជានាយករដ្ឋមន្ត្រីក៏មិនទាន់បានគ្រប់កិច្ចពេញលក្ខណៈស្របច្បាប់នៅឡើយគឺកិច្ចការសំខាន់គឺគោចបគណៈបកសង្គ្រោះជាតិបានតស៊ូយ៉ាងស្វិតស្វាញមានការគ្រប់គ្រងតាំងពីយុវជនយុវនារីក៏ដូចជាព្រះសង្ឃប្រជាជននៅគ្រប់ស្រទាប់វណ្ណៈតស៊ូយ៉ាងស្វិតស្វាញដើម្បីទាមទារឲ្យមានការកែតម្រង់គណៈកម្មការជាតិដើម្បីការបោះឆ្នោតដែលហៅកាត់ថាគោចបដូច្នេះត្រង់ចំណុចនៃការព្រមព្រៀងគ្នានេះគឺ4ម្ខាងហើយមួយទៀតដែលមិនទាន់ច្បាស់លាស់នេះជារឿងសំខាន់ដែលគណៈបកប្រជាជននៅតែយកប្រៀបដើម្បីឲ្យគោចបស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនដោយដែលមានការរៀបចំតាំងពីកន្លងមកដូច្នេះមុននឹងចូលសភាថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិក៏ដូចជាអ្នកគាំទ្រទាំងអស់ត្រូវយល់ឲ្យច្បាស់ថាយើងត្រូវតែរើសមនុស្សមួយនាក់នោះឲ្យបានមុនសិនមុននឹងយើងចូលសភាដើម្បីឲ្យម្នាក់នោះជាមនុស្សអព្យាក្រឹតពិតប្រាកដហើយទទួលយកបានទាំងសងខាងគឺមានន័យថាគណៈបកសង្គ្រោះជាតិក៏អាចទទួលយកបានគណៈបកប្រជាជនក៏អាចទទួលយកបានក្រោយមកទើបយើងរើស4ម្ខាងទៀតហើយរដ្ឋសភាត្រូវតែសម្រេចអនុម័តបង្កើតគោចបថ្មីនេះឲ្យបានឆាប់រួចរាន់បំផុតដូច្នេះការចូលសភាលើកនេះមិនមានអ្វីដែលយើងអាចមើលឃើញថាជាភាពអវិជ្ជមានច្រើនជាងវិជ្ជមាននោះទេវាតែងតែមានអវិជ្ជមានខ្លះវាតែងតែមានវិជ្ជមានខ្លះព្រោះថានេះគឺជាការចរចាដើម្បីទម្លុះទម្លាយភាពទាល់ច្រកផ្នែកនយោបាយការចរចាគឺតែងតែមានសម្បទានគ្នាទៅវិញទៅមកនេះគឺខុសពីការធ្វើការតស៊ូមតិឬជាសកម្មជនដែលយើងទាមទារអ្វីមួយគឺយើងចង់បាន 100% ប៉ុន្តែការចរចាគឺជាចំណុចមួយដែលយើងត្រូវតែយល់ថាភាពប្រកបនិយមគឺយើងតែងតែបាត់បង់ខ្លះគេក៏បាត់បង់ខ្លះដើម្បីរកចំណុចកណ្ដាលនៃការជួបគ្នាប៉ុន្តែអ្វីដែលយើងចាំទន្ទឹងមើលតើការដែលយើងបានព្រមព្រៀងគ្នាទាំង7ចំណុចនោះតើបានអនុវត្តជាក់ស្ដែងទៅតាមកិច្ចព្រមព្រៀងនេះឬទេបើអនុវត្តមិនបានភាពជាក់ស្ដែងគណៈបកសង្គ្រោះជាតិដែលមានតំណាងរាស្ត្រទាំង55រូបក៏អាចដើរចេញពីរដ្ឋសភាហើយមិនលើកដៃអនុម័តច្បាប់បានដែរនេះជាចំណុចមួយដែលបងប្អូនត្រូវតែយល់ឲ្យច្បាស់ថាគណៈបកសង្គ្រោះជាតិចូលរួមក្នុងរដ្ឋាភិបាលក្នុងសភានៅពេលនេះមិនមែនដោយគណៈបកពងសំពេចឡើយព្រោះថាគណៈបកសង្គ្រោះជាតិមិនបានទៅចែកអំណាចផ្នែកប្រតិបត្តិឬក៏ផ្នែកតុលាការទេគឺគ្រាន់តែចូលទៅក្នុងសភាដើម្បីចូលរួមបង្កើតច្បាប់ហើយដើរតួនាទីសំខាន់ជាគណៈបកប្រឆាំងដដែលសូមអរគុណនិងសូមអរព្រគុណចាអំបញ្ញមិញនេះលោកអ្នកនាងទើបតែបានស្ដាប់បទអត្ថាធិប្បាយរបស់លោកអនុបណ្ឌិតសេងសុភ័ណ្ឌអ្នកវិភាគឯកក្រិចមួយរូបនៅប្រទេសកាណាដាដែលលោកបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនរបស់លោកពន្យល់យ៉ាងក្បោះក្បាយជូនលោកអ្នកស្ដាប់ចាវិទ្យុ CMN នឹងមានបទវិភាគប្លែកៗជាច្រើនទៀតពីក្រុមអ្នកវិភាគឯកក្រិចទាំងក្នុងនិងក្រៅប្រទេសផ្ដោតលើប្រធានបទសំខាន់ៗចំពោះប្រជាជាតិខ្មែរចាលោកអ្នកនាងនឹងបានស្ដាប់នៅពេលក្រោយទៀតចាសូមអរគុណយើងต้องការចិត្តហិនព្រួយប្រាពីមទីតបលូត្រាបានយន្តទេធោលោកអ្នកនាងនិងមិត្តអ្នកស្ដាប់ជាទីមេត្រីវិទ្យុ CMN សូមបញ្ចប់កម្មវិធីផ្សាយព្រឹកនេះតែត្រឹមនេះហើយប៉ុន្តែមុននឹងជម្រាបលានាងខ្ញុំរស្មីរួមជាមួយនឹងអ្នកស្រីមឿងទុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់តាមដានស្ដាប់
របស់លោកអ្នកនាងយើងខ្ញុំសូមជូនពរសូមឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយថែរក្សាលោកអ្នកស្ដាប់ទាំងអស់ប្រកបតែនឹងសេចក្តីសុខសន្តិភាពនិងវឌ្ឍនភាពកុំបីខានយើងខ្ញុំសូមអរគុណនិងសូមជម្រាបលាយើងទាំង3នាក់ទុំនងបងប្អូន